ចង់ប្រាប់ថារដូវកាលសមុទ្របានមកដល់ហើយមានអារម្មណ៍ថានឹកវីតាមីន C នឹកខ្យល់សមុទ្រត្រជាក់បានអង្គុយឈៀលជាប់មាត់ឆ្នេរញ៉ាំគ្រឿងសមុទ្រស្រស់អីមិនដឹងតែអែមប៉ុណ្ណាទេបងប្អូនហើយបើមានគ្នាជាពិសេសមកជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងបរិយាកាសកាន់តែអែមហ្មងមកហើយអ្នកដែលមានកម្រងទៅលេងសមុទ្រលេងកោះអីបានមកលេងជាមួយគេម្ដងនៅតោះថ្ងៃនេះពួកយើងនឹងនាំបងប្អូនមកស្គាល់ផ្ទះស្នាក់បែប homestay ជាប់មាត់សមុទ្រដែលមានទេសភាពស្រស់ស្អាតជាពិសេសគឺថាផ្ទះស្នាក់របស់គេនីមួយៗនោះគឺថាស្អាតមែនទែនកន្លែងដែលខ្ញុំនឹងណែនាំឲ្យបងប្អូនអ្នកគ្នាបានស្គាល់នោះមានឈ្មោះថារៀម homestay នៅទីនេះបាននិយាយពីបរិយាកាសវិញបងប្អូនហើយគឺថា chill មែនទែនមានទេសភាពស្រស់ស្អាតក៏ដូចជាកន្លែងដែលគេបានរៀបចំនេះគឺថាតាក់ទាញខ្លាំងមែនទែនហើយសម្រាប់បងប្អូនដែលគាត់ចង់មករំសាយអារម្មណ៍កាត់ stress ចង់មកគេងផ្ទះស្នាក់បែបជាលក្ខណៈ homestay ចូលជាមួយនឹងមាត់សមុទ្រអីនេះបងប្អូនអាចមករៀម homestay នេះបានគឺថាត្រូវមែនទែននៅរៀម homestay នេះគាត់បានរៀបចំជាលក្ខណៈផ្ទះដាច់ងាយស្រួលសម្រាប់បងប្អូនដែលគាត់មកជាលក្ខណៈជាក្រុមឬក៏ជាគ្រួសារគាត់អាចយកជាផ្ទះមួយដាច់មកគឺយើងអាច enjoy ជាមួយនឹងមិត្តភ័ក្តិរបស់យើងក៏ដូចជាក្រុមគ្រួសារអីគឺថាអែមមែនទែនអាចបង្កើតជាមួយនឹងអនុស្សាវរីយ៍ល្អៗជាមួយគ្នាហើយជាពិសេសបងប្អូនអ្នកគ្នាអាចឲ្យគាត់សាកល្បងជាមួយនឹងបទពិសោធន៍ថ្មីគេងផ្ទះវិឡាដល់ប្រណិតមករៀម homestay នេះហើយដឹងតែ enjoy life មកបងប្អូនលើកនេះពួកយើងបានរើសជាមួយនឹងផ្ទះដែលជាប់ជាមួយនឹងមាត់សមុទ្រហើយជាផ្ទះដែលមានអាងទឹកខាងមុខហើយផ្ទះមួយនេះគឺថាស្អាតមែនទែនតែនេះងាយស្រួលមែនទែនសម្រាប់ឲ្យយើងងើបមើលជាមួយនឹង sunrise ព្រោះដោយសារប្រពន្ធរបស់ខ្ញុំគាត់ចូលចិត្តជាមួយនឹងការមើល sunrise មែនទែនយើងងើបពីព្រលឹមមកយើងអាចមើលជាមួយនឹងថ្ងៃរះដែលមានស្រស់ស្អាតមែនទែនហើយយើងអាចចុងកាហ្វេញ៉ាំបណ្ដែតអារម្មណ៍ថាធម្មជាតិអីមានអារម្មណ៍ថាមានក្តីសុខមែនទែនបងប្អូននៅរៀម homestay នេះគេក៏មាន free ជាបបរសត្រីផាត់ជាមួយនឹងពងទាប្រៃរសជាតិវិញគឺថាឆ្ងាញ់បងប្អូននៅទីនេះមិនត្រឹមតែមានផ្ទះដាច់ហើយមានសម្រស់ស្រស់ស្អាតទេគឺបើសិនជាបងប្អូនដែលចូលចិត្តជាមួយនឹងរបៀបបោះតង់គាត់ក៏មានជាប្រភេទតង់ដែរបងប្អូនហើយតម្លៃវិញគឺថាសមរម្យមែនទែនមួយទៀតសម្រាប់បងប្អូនដែលគាត់ចង់មកថតរូបលេងកម្សាន្តចង់មកញ៉ាំកាហ្វេគយគន់ជាមួយនឹងថ្ងៃលិចអីបងប្អូនគាត់តែចំណាយទិញសំបុត្រតម្លៃតែ$2.5កាក់បងប្អូនអាចចូលមកលេងបានហើយប៉ុន្តែតម្លៃនេះគឺបងប្អូនអ្នកគ្នាអាចដូចជា drink បានបងប្អូនគឺថាមានដូចជាកាហ្វេដូងស្រស់ៗក៏ដូចជាភេសជ្ជៈផ្សេងៗទៀតក៏បានដែរបងប្អូនបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយពួកយើងក៏បានជិះទូកមើលព្រៃកោងកាងហើយជាពិសេសបងប្អូនហើយគឺថាឃើញជាមួយនឹងសត្វស្លាបរស់នៅក្នុងព្រៃកោងកាងនឹងច្រើនមែនទែនយើងអាចជិះទៅទិញគ្រឿងសមុទ្រស្រស់ៗបានពីអ្នកភូមិដែលពួកគាត់គឺជាអ្នកនេសាទអញ្ចឹងមករៀម homestay នេះគឺថាសម្បូរជាមួយនឹងគ្រឿងសមុទ្រស្រស់ៗបែបធម្មជាតិច្រើនមែនទែនម្ដងនេះគឺយើងបានជួយទិញក្តាមរបស់គាត់ហើយក្តាមមួយគឺថាធំមែនទែនបងប្អូនគាត់ក្តាមមួយគឺថាចំ1គីឡូហ្មងបងប្អូននៅពេលល្ងាចពួកយើងក៏បានរៀបចំជាលក្ខណៈអាំងគ្រឿងសមុទ្រស្រស់ៗដែលពួកយើងបានជួយទិញបងប្អូនអ្នកនេសាទហើយផ្កាមឹកនៅនេះគឺថាស្រស់ៗជាពិសេសបងប្អូនគឺថាខ្ញុំអត់ដែលឃើញផ្កាធំយ៉ាងនេះទេបងប្អូនគ្រាន់តែដាក់ចូលមាត់ភ្លាមបងប្អូនហើយគឺថាស្វិតហើយឆ្ងាញ់មែនទែនហើយបរិយាកាសជាបែបនេះដាក់ជាមួយនឹង Gangsberg Snow ត្រជាក់ញ៉ាំតិចជាមួយនឹងដៃគូអារម្មណ៍កាន់តែ chill ហើយកាន់តែអែមតែម្ដង Gangsberg Snow ស្រាលជាងគេក្លីបជាងគេ Gangsberg Snow cool like that អញ្ចឹងសម្រាប់បងប្អូនដែលគាត់កំពុងតែរកកន្លែងគេងដែលជាប់មាត់សមុទ្រហើយមានទេសភាពស្រស់ស្អាតអាចមកគេងជាលក្ខណៈជាក្រុមឬក៏ក្រុមគ្រួសារអីបងប្អូនអាចមករៀម homestay នេះបានគឺថាត្រូវមែនទែនហើយបើសិនជាបងប្អូនចង់មកធ្វើជាកម្មវិធីជប់លៀងបែបជាលក្ខណៈក្រុមគ្រួសារក៏ដូចជាជប់លៀងជាលក្ខណៈក្រុមហ៊ុនអីមករៀម homestay នេះដឹងតែត្រូវហ្មងភាសាកន្លែងគាត់គឺថាមានភាពធំទូលាយសេវាកម្មវិញគឺថាមកពេញចិត្តហ្មងហើយសម្រាប់បងប្អូនដែលចង់មកឆ្លងឆ្នាំជាលក្ខណៈគ្រួសារឬក៏ដៃគូស្នេហាអីមករៀម homestay នេះមកគឺថាត្រូវមែនទែនសម្រាប់ទីតាំងរៀម homestay នៅពេលដែលបងប្អូនជិះមកដល់ក្រុងព្រះសីហនុដល់ច្រកល្បឿនលឿនបងប្អូនបាត់ឆ្វេងជិះមកត្រង់រហូតមកឃើញជាមួយនឹងរង្វង់មូលនេះបងប្អូនជិះមកត្រង់តិចទៀតមកមើលខាងឆ្វេងដៃបងប្អូនឃើញជាមួយនឹងខ្លងទ្វារតំបន់វិស្វកម្មឆ្នេរមីឆ្នេរប្រាក់ហើយបងប្អូនជិះមកត្រង់រហូតមកគឺដល់រៀម homestay នេះហើយផ្លូវមួយទៀតបើសិនជាបងប្អូនជិះមកតាមផ្លូវប្រថោងនាងនេះបងប្អូនអាចបត់មកខាងស្ដាំជិះមកត្រង់បន្តិចឃើញជាមួយនឹងរង្វង់មូលព្រះសិវៈជិះបត់ស្ដាំបន្តិចមកឃើញជាមួយនឹងខ្លងទ្វារតំបន់វិស្វកម្មឆ្នេរមីឆ្នេរប្រាក់ជិះមកត្រង់រហូតមកដល់ខ្លងទ្វារឆ្នេរមីឆ្នេរប្រាក់ទី2ហើយជិះស្របផ្លូវមកត្រង់ទៀតនឹងឃើញស្លាកសញ្ញារៀម homestay បត់ខាងឆ្វេងមកនឹងឃើញរៀម homestay នេះហើយព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងជាមួយនឹង page Facebook រៀម homestay ផ្ទាល់បានអរគុណបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាហើយបើស្រឡាញ់ចូលចិត្តជាមួយនឹងវីដេអូពួកយើងកុំភ្លេចចុច follow ម្នាក់មួយផងណាបាយបាយបងប្អូនអ្នកគ្នា